បានទូបានឆ្លើយទឹកទៅអ្វីណាខ្ញុំបានទៅឆ្លើយអំពីរឿងអាយកាព្រមទាំងផ្ដល់ផុសតាងមួយចំនួនទាក់ទងនឹងបណ្ដឹងក្នុងស្នាប្រវត្តិជាប្រមាណហ្នឹងបាទហើយខ្ញុំបានឆ្លើយតាមដំណើររឿងនិងជាសំណុំពររបស់ខ្ញុំបាទអាចចាក់បានទេមានលំអិតអីទៅទៅលំអិតខ្ញុំបណ្ដឹងគាត់ពីបទជាប្រមាណជាសាធារណៈបាទរៀលចិត្តសាសខ្មែរថាជាថោកភាពសាអែឆ្កែហ្នឹងហើយខ្ញុំបានផ្ដល់ផុសតាងជាផ្លាស់មានคลิปអីនៅក្នុងនោះលោករាញ្ញាហើយខ្ញុំស្នងពរឲ្យលោករាញ្ញាធ្វើការចោទប្រកាន់និងឲ្យតុលាការផ្ដំទៀតទោសឲ្យបានទទួលតាមផ្លូវច្បាប់ហើយខ្ញុំស្នងពរមួយទៀតសូមឲ្យគាត់ធ្វើជាខណ្ឌនីលក្ខអក្សរសូមទុកផ្នែកសាធារណៈនិងបញ្ឈប់សកម្មភាពជាប្រមាថចាប់ពីពេលនេះតទៅអត់ទៅលោកបណ្ដឹងរបស់លោកអាចមានអ្នកណានៅទីក្រោយទេឬក៏ជាឆន្ទៈរបស់លោកតែម្ដងខ្ញុំធ្លាប់បាននិយាយដែរគឺបណ្ដឹងរបស់ខ្ញុំគឺជាឆន្ទៈរបស់ខ្ញុំតែម្ដងមិនមានអ្នកណាឬក៏មិនបំរើនិន្នាការនយោបាយឬក៏គណៈបកណាមួយអាចបញ្ជាក់បានទេអារម្មណ៍លោកពីដំបូងយ៉ាងម៉េចដែលកើតចិត្តបណ្ដឹងនឹងដោយសារទ្រាំមិនបាននឹងសន្ទរកថារបស់គាត់ឬក៏យ៉ាងម៉េចបាទខ្ញុំទ្រាំមិនបាននឹងសន្ទរកថារបស់គាត់ម្ដងពីរដងដែលគាត់តែងតែជេរប្រមាថគ្រប់ស្ទើរតែគ្រប់វេទិកាអញ្ចឹងធ្វើឲ្យខ្ញុំមិនអាចទ្រាំបានបាទគេជេរគាត់ជេរខ្មែរជាទូទៅបើតាមដែលលោកលើកឡើងប៉ុន្តែដូចជាមានតលោកដែលបណ្ដឹងលោកយល់យ៉ាងម៉េចដែរខ្ញុំគិតថាប្រហែលជាបងតាមខ្ញុំដឹងជាបរដ្ឋច្រើននៅសូពេលថ្ងៃនេះក៏មានប្រសង់នឹងជាបរដ្ឋច្រើនគាត់ចង់មកដែរប៉ុន្តែខ្ញុំថាមិនឲ្យមកកុំឲ្យរងខានតុលាការបាទព្រោះគាត់លោកក៏ចង់មកជាបរដ្ឋក៏ចង់មកប៉ុន្តែខ្ញុំមិនឲ្យមកតែតងណាលោកគិតថាបើសិនជាលោកខំវាសនានៅបន្តសន្ទរកថាអញ្ចឹងវាប៉ះពាល់យ៉ាងម៉េចវាប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់ជាតិសាសន៍ខ្មែរយើងទាំងមូលខ្ញុំអាចដឹងពីសាវតាលោកទីបានទេលោកជាមន្ត្រីជាគ្រូបង្រៀនជាប្រជាប្រដ្ឋធម្មតាខ្ញុំជាប្រជាប្រដ្ឋធម្មតាជាលោកឃើញការសន្ទរកថារបស់